របៀបប្រើប្រាស់ check and uncheck នៅក្នុងកម្មវិធី Microsoft Word ដោយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងចំណុចនេះប្រសិនបើខ្ញុំ click លើប្រអប់មួយនេះបាទវានឹងធ្វើការ uncheck ហើយប្រសិនបើខ្ញុំ click ទៅលើចំណុចនេះដដែលវិញគឺវានឹងធ្វើការ check អញ្ចឹងការកំណត់ដូចនេះបានគឺអ្នកទាំងអស់គ្នាអាចទៅធ្វើការជាមួយខ្ញុំដូចតទៅទីមួយគឺយើងបើកកម្មវិធី Microsoft Word ថ្មីណាមួយដែលយើងចង់ធ្វើការបង្កើតទៅជាប្រអប់ uncheck ឬក៏ check ដែរបាទចុះទីមួយគឺយើងចាប់ដើមធ្វើការវាបញ្ចូលទិន្នន័យដែលយើងចង់បានឧទាហរណ៍ខ្ញុំចង់ធ្វើការវាបញ្ចូលពីតាខ្ញុំបាទនាងខ្ញុំឈ្មោះចុចចឹងមកដល់កន្លែង page គឺខ្ញុំដាក់ប្រអប់មួយគឺ check box អញ្ចឹង check box មាន page ប្រុសហើយនឹង check box page ស្រីដើម្បីឲ្យធ្វើការជ្រើសយកតែម្ដងអញ្ចឹងនៅក្នុងប្រអប់នៅកន្លែងនេះអ្នកទាំងអស់គ្នាអាចចូលមកកាន់ទី1គឺចូលមកកាន់ developer toolbar បាទអញ្ចឹងនៅពេលដែលចូលមកកាន់ developer toolbar កន្លែងមួយនេះគឺពាក្យថា check box អញ្ចឹង check box គឺអត់បានឲ្យអ្នកទាំងអស់គ្នាអាចប្រើប្រាស់បាននៅឡើយទេអញ្ចឹងដើម្បីប្រើប្រាស់បានគឺអ្នកទាំងអស់គ្នាចាំបាច់ទៅតែធ្វើការ convert ពី file ឯកសារចាស់នេះទៅជាទម្រង់ថ្មីដែលអនុញ្ញាតឲ្យយើងធ្វើការប្រើប្រាស់ check box មួយនេះបានចុចទី1គឺអ្នកទាំងអស់គ្នាចូលមកកាន់កន្លែង file នៃ menu របស់យើងនេះបាទ file នៃ menu នេះហើយចូលមកកាន់ពាក្យថា info បន្ទាប់មកគឺយើងចុចពាក្យថា convert បាទក្រោយពីអ្នកទាំងអស់គ្នាចុចលើពាក្យថា convert នៅកន្លែងនេះបាទផ្ទាំងមួយនឹងលេចឡើងឲ្យអ្នកទាំងអស់គ្នាគេសួរថាតើយើងធ្វើការ upgrade ទៅជា file ថ្មីដែរអត់បាទអញ្ចឹងកន្លែងនេះខ្ញុំចុចលើពាក្យថា OK អញ្ចឹងនៅពេលដែលខ្ញុំ OK កន្លែង developer កន្លែង checkbox នេះគឺនឹងធ្វើការលេចឡើងឲ្យខ្ញុំធ្វើការប្រើប្រាស់បានអញ្ចឹងខ្ញុំចូលមកកាន់កន្លែង developer ហ្នឹងគឺខ្ញុំគ្រាន់តែ click លើចំណុចមួយនេះមកគឺខ្ញុំបាន checkbox មួយហើយមកដាក់កន្លែងខាងមុខនេះដូចគ្នាដែរខ្ញុំចុចលើ checkbox មួយទៀតអញ្ចឹងខ្ញុំបានទិន្នន័យ2គឺមាន checkbox ប្រុសមួយស្រីមួយអញ្ចឹងខ្ញុំ click មកនៅពេលដែលខ្ញុំ click គឺចេញសញ្ញាខ្វែងដូចនេះអញ្ចឹងសួរថាតើយើងធ្វើដូចម្ដេចដើម្បីបានទៅជាសញ្ញា tick ដូចអ្វីដែលជាឧទាហរណ៍បង្ហាញនៅក្នុងខាងលើនេះអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរពីប្រភេទសញ្ញាខ្វែងនៅក្នុង checkbox ទៅជាសញ្ញា tick នៅក្នុង checkbox នេះដែរគឺអ្នកទាំងអស់គ្នា select ទៅលើ checkbox ដែលអ្នកទាំងអស់គ្នាចង់ធ្វើការផ្លាស់ប្ដូរពីប្រភេទខ្វែងទៅជាសញ្ញា tick ហើយចូលមកកាន់កន្លែង developer toolbar យកពាក្យថា property បាទអញ្ចឹងនៅពេលដែលចុចលើ property ផ្ទាំងមួយនេះនឹងលេចឡើងឲ្យអ្នកទាំងអស់គ្នាធ្វើការកំណត់ធ្វើការផ្លាស់ប្ដូរអញ្ចឹងយើងក៏លេខទៅលើផ្នែកខាងក្រោមគេមិនផុតទេគឺពាក្យថា checkbox symbol អញ្ចឹងនៅលើ checkbox symbol នេះគឺមាន2ទី1គេហៅថា check it symbol មួយទៀត uncheck it symbol អញ្ចឹងយើងមាន2តើប្រសិនបើ checkbox នោះអត់ទាន់ធ្វើការ check តើយើងចង់បានសញ្ញាអីជារូបរាងអីហើយប្រសិនបើ checkbox នោះធ្វើការ check ហើយតើយើងចង់បានជាប្រភេទ symbol ប្រភេទណាអញ្ចឹងយើង click ទៅលើពាក្យថា change បាទនៅពេលដែលអ្នកទាំងអស់គ្នាចុចលើ change គឺបាទទាំង symbol មួយធ្វើការលេចឡើងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូរពី font ប្រភេទធម្មតាទៅជាប្រភេទ font winding ដែលជា font ដែលអាចមាននិមិត្តសញ្ញាជាច្រើននៅក្នុងការជ្រើសរើសអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់ធ្វើការជ្រើសយកប្រភេទ checkbox ដែលមាន tick ហើយមានប្រអប់មួយទៀតគឺអ្នកទាំងអស់គ្នាយកមួយនេះប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាអត់ចង់បានប្រអប់ទេអ្នកទាំងអស់គ្នាយកមួយនេះឬក៏រូបណាមួយដែលអ្នកទាំងអស់គ្នាគិតថាយើងចង់បានជាប្រភេទនិមិត្តសញ្ញានោះបាទអញ្ចឹងខ្ញុំលើចំណុចមួយនេះបាទបន្ទាប់ពី click ហើយខ្ញុំចុចលើប៊ូតុង OK នៅកន្លែងនេះដែរបាទក្រោយពីចុចលើប៊ូតុង OK កន្លែងនេះនឹងធ្វើការផ្លាស់ប្ដូរប្រអប់មួយនេះហើយជាទូទៅភាគច្រើនគឺកន្លែង uncheck នេះគឺតែងតែរក្សាទុកប្រអប់ធម្មតាប្រសិនបើអ្នកទាំងអស់គ្នាចង់ធ្វើការផ្លាស់ប្ដូរជាប្រភេទប្រអប់ផ្សេងក៏អាស្រ័យទៅលើតម្រូវការដូចគ្នាដែរបាទបន្ទាប់មកគឺខ្ញុំចុចលើប៊ូតុង OK បាទអញ្ចឹងឥឡូវយើងក៏លេខទៅមើលកន្លែងប្រអប់ដែលយើងធ្វើការផ្លាស់ប្ដូរនេះបាទយើង click ម្ដងទៀតគឺនឹង uncheck គឺចេញប្រអប់ធម្មតាហើយនៅពេលដែលយើង click ទៅលើប្រអប់មួយនេះដដែល
គឺវានឹងធ្វើការផ្លាស់ប្ដូរទៅជាសញ្ញា tick បាទនេះគឺជារបៀបក្នុងការផ្លាស់ប្ដូរពីមួយទៅមួយក្នុងការកំណត់ប្រភេទ checkbox អញ្ចឹងជាទូទៅកន្លែងនេះ checkbox អ្នកទាំងអស់គ្នាអាចយកទៅប្រើជាលក្ខណៈច្រើនប្រភេទណាបាទមិនមែនតែទៅលើតែចំណុចមួយទេហើយភាគច្រើនគឺជាប្រភេទឯកសារប្រភេទប្រវត្តិរូបផ្សេងគឺធ្វើការជ្រើសរើសអញ្ចឹងបើសិនបើយើងប្រើប្រាស់លក្ខណៈ checkbox នេះគឺងាយស្រួលមិនចាំបាច់ធ្វើការ insert បើជាទូទៅយើងតែងតែចូលទៅកាន់ insert symbol បាទ insert ហើយ symbol ហើយជ្រើសយកនិមិត្តសញ្ញាណាមួយដែលយើងចង់បានបាទអញ្ចឹងហើយពេលខ្លះអត់ឃើញនៅ symbol នៅកន្លែងនេះចុច more symbol ដើម្បីធ្វើការស្វែងរកផ្សេងទៀតអញ្ចឹងធ្វើឲ្យយើងចំណាយពេលយូរសម្រាប់ធ្វើការប្រើប្រាស់ទៅលើ checkbox នេះមួយអញ្ចឹងសម្រាប់នៅពេលដែលយើងប្រើប្រាស់ checkbox នៅលើ developer toolbar ដែលអ្នកទាំងអស់គ្នាអាចចេះប្រើប្រាស់នេះពិតជាជួយសម្រួលដល់ការងារជាច្រើននៅក្នុងប្រភេទការិយាល័យឬក៏ការបំពេញឯកសារប្រវត្តិរូបការតេស្តផ្សេងបាទសម្រាប់វីដេអូខ្ញុំនេះគឺមានតែប៉ុណ្្នេះទេហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត